FIFA World Cup ឆ្នាំ2026បានរកឃើញ16ក្រុមចុងក្រោយហើយសម្រាប់គូដែលជក់ចិត្តជាងគេនោះខ្ញុំបាននិយាយនៅវីដេអូមុនហើយគឺប៉ូទុយហ្គាល់និងអេស្ប៉ាញដែលគូនេះគឺជាគូដែលខ្ញុំគិតថានឹងធ្វើឲ្យវគ្គ16ក្រុមចុងក្រោយនេះជក់ចិត្តដិតអារម្មណ៍ខ្លាំងក្រឡេកទៅមើលគូផ្សេងទៀតខ្ញុំក៏មានឃើញថាមាន2គូនៅក្នុងហ្នឹងដែលអាចនឹងជក់ចិត្តដូចគ្នាដោយក្នុងគូនោះមានដូចជាមិចស៊ីកូលេងជាមួយនឹងអង់គ្លេសក្នុងនាមជាម្ចាស់ផ្ទះមិចស៊ីកូបានបង្ហាញទម្រង់លេងយ៉ាងល្អខ្លាំងមែនទែនដែលឡើងមកដល់វគ្គ16ក្រុមនេះហើយសម្រាប់អង់គ្លេសវិញឡើងមករៀងរោករាក់បន្តិចក៏ប៉ុន្តែក៏នៅតែជាក្រុមខ្លាំងមកពីទ្វីបអឺរ៉ុបដូចគ្នាសម្រាប់គូមួយទៀតនោះគឺណ័រវេសជាមួយនឹងប្រេស៊ីលណ័រវេសកំពុងតែបង្ហាញខ្លួនបានយ៉ាងល្អខ្លាំងមែនទែននៅព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ2026នេះក៏ប៉ុន្តែគេត្រូវប៉ះជាមួយនឹងប្រេស៊ីលដែលជាស្ដេចបាល់ទាត់ដែលមានពានរង្វាន់ FIFA World Cup ច្រើនជាងគេដូច្នេះចាំតាមដានទាំងអស់គ្នាថាតើក្រុមណាខ្លះនឹងត្រូវឡើងមកកាន់វគ្គ8ក្រុមចុងក្រោយនិងក្រុមណានឹងត្រូវហាលអាវត្រឹមវគ្គ16ក្រុមចុងក្រោយនេះហើយអ្វីដែលខ្ញុំកាន់តែចង់ដឹងទៀតនោះគឺតើថ្ងៃដែលអាមេរិកត្រូវប៉ះជាមួយនឹង Basic អាមេរិកនឹងប្រឡែងយន្តហោះចម្បាំងហោះកាត់ទីលានទៀតដែរឬទេកុំភ្លេច follow page ដើម្បីទទួលបានព័ត៌មានបាល់ទាត់ថ្មីៗជាច្រើនទៀត